ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះណាវីមកធ្វើសាច់គោត្រកួនបងប្អូនណាឬក៏សាច់ជ្រូកចាណាវីធ្វើពីមុខមិនចូលគ្នាតែម្ដងបងប្អូនហើយមិនចាក់ចង់ឈៀលចាញ៉ាំនៅផ្ទះជុំលក្ខណៈគ្រួសារបងប្អូនណាហើយណាវីលក់ជូនភ្ញៀវបងប្អូនចាណាវីលក់ជូនភ្ញៀវគាត់កំងអញ្ចឹងទៅយើងធ្វើជូនភ្ញៀវផងយើងធ្វើទុកញ៉ាំឈៀលលក្ខណៈគ្រួសារចាចាប់មាត់ជីបតែម្ដងបងប្អូនហើយរសជាតិគឺឈ្ងុយឆ្ងាញ់ខ្លាំងតែម្ដងបងប្អូនណាអញ្ចឹងយើងមកវិធីធ្វើណាវីចាទិញសាច់គោចំនួន3គីឡូសាច់ជ្រូក3គីឡូចុះភ្ញៀវគាត់កំងចាពីមុខហ្នឹងគឺ3គីឡូអញ្ចឹងណាចាហើយណាវីធ្វើទុកញ៉ាំខ្លួនឯងខ្លះបងប្អូនណាចា3គីឡូដូចគ្នាអញ្ចឹងណាវីមានម្ទេសម្លែខ្ទឹមបងប្អូនណាដើម្បីយើងយកមកកិនដាក់ប្រឡាក់ជាមួយសាច់ដែលយើងហាន់ស្ដើងបងប្អូនណាវីហាន់ស្ដើងបងប្អូនចាហាន់តឹងបងប្អូនថាសាច់ជ្រូក3ជាន់និងសាច់គោច្រឡក់ទេបងប្អូនណាគឺហាន់ហើយយើងមកបុកម្ទេសបុកខ្ទឹមចាដើម្បីយើងយកទៅប្រឡាក់ហើយយើងលាយជាមួយមានស្ករមានស៊ុបខ្នុរចាបងប្អូនញ៉ាំប៊ីចេងដាក់តាមប៊ីចេងទៅណាវីមានប្រេងខ្យងនិងទឹកត្រីបន្តិចបងប្អូនដើម្បីឲ្យមានរសជាតិបងប្អូនណាវីប្រឡាក់ឡមបងប្អូនចាយើងយកទៅអាំងទៅចាយើងមានទឹកជ្រលក់ហើយអញ្ចឹងយើងប្រឡាក់ប្រៃអត់កើតទេប្រឡាក់ឡមមកឆ្ងាញ់ណាបងប្អូនណាចាពេជ្រនិចបងប្អូនហើយជុំលក្ខណៈគ្រួសារបងប្អូនមេតិចលឹមស្រាច់អញ្ចឹងទៅយើងធ្វើជូនភ្ញៀវហើយក៏យើងទុកញ៉ាំជាលក្ខណៈគ្រួសារហ្មងបងប្អូនណាចាឈៀលទៅបងប្អូនអើយចាជក់និយាយទៅញ៉ាំឆ្ងាញ់ជក់មាត់តែម្ដងបងប្អូនចាយើងធ្វើខ្លួនឯងសារណាម៉ៃជាចម្បងបងប្អូនណាចាយើងបានលក់ជូនភ្ញៀវយើងបានលុយហើយចាយើងបានញ៉ាំទៀតបងប្អូនចាអញ្ចឹងណាវីចាហារដ្ឋានចាស់ស្មីន168បងប្អូនណាបងប្អូនចង់កំងណាវីមានគ្រប់មុខតែម្ដងបងប្អូនមិនថាងៀតគោងៀតសាច់ជ្រូកចាសាច់ក្រកសាច់គោសាច់កក់សាច់ជ្រូកណាវីមានបងប្អូនណាចាឥឡូវដល់ខែភ្លៀងអញ្ចឹងយើងមកអាំងញ៉ាំលក្ខណៈគ្រួសារបងប្អូនចាសាច់គោតកួននេះគឺរសជាតិគឺមកអែមហ្មងបងប្អូនហើយចាយើងអាំងជាមួយនឹងប័រយើងប្រឡាក់សាច់ហ្នឹងយើងលាយប័រយើងប្រឡាក់ក្នុងហ្នឹងឲ្យមានជាតិតែម្ដងទៅហើយយើងបុកម្ទេសហ្នឹងយើងដាក់ប្រឡាក់ឲ្យចូលជាមួយប័រហើយនឹងប្រេងឆាបន្តិចមកបងប្អូនណាចាប្រេងអូលីវក៏បានប្រេងឆាធម្មតាក៏បានដែរបងប្អូនដើម្បីឲ្យសាច់យើងទន់រលោងតែម្ដងបងប្អូនណាចាជុះស៊ីតែម្ដងបងប្អូនអើយចាហើយណាវីប្រើទៅដោះគោខាប់បន្តិចបងប្អូនណាចាដើម្បីឲ្យមានរសជាតិកាន់តែងុំកាន់តែដិតកាន់តែឆ្ងាញ់ចាអញ្ចឹងទៅចាខ្ជុះស៊ីស្ពេសលតែម្ដងឆ្ងាញ់ខ្លាំងចានេះបងប្អូននេះយើងភ្លឺសាច់យកស្ដាងទៅព្រោះសាច់នេះណាវីប្រើសាច់ច្រឡក់បងប្អូនក្រៅពីសាច់ច្រឡក់គឺស្វិតអញ្ចឹងណាវីប្រើសាច់ច្រឡក់ជាមួយនឹងសាច់3ជាន់បងប្អូនសាច់3ជាន់ក៏ហាន់ស្ដាងដែរបងប្អូនណាដើម្បីយើងយកទៅអាំងជាមួយឆ្នាំងចាគឺរសជាតិមកអែមចាចឹងនេះណាវីប្រឡាក់រួចរាល់ហើយបងប្អូនណាចាយើងប្រឡាក់ទុកញ៉ាំល្ងាចហើយនេះភ្ញៀវក៏គាត់កំងពេលល្ងាចមិនគាត់មកយកទៅអាំងជុំលក្ខណៈគ្រួសារអញ្ចឹងបងប្អូនឲ្យតែគាត់ចង់ញ៉ាំអីគឺគាត់មកកំងណាវីហារដ្ឋានចាស់ស្មីន168បងប្អូនណាចាមានបោកអ៊ុតទំនើបចាមានភេសជ្ជៈគ្រប់មុខមានកាហ្វេចាមានដូងក្អូបមានអូបន្ទិនមានតែក្រូចឆ្មាមានតែដោះគោមានកាហ្វេពងមាន់គ្រីមមានតែមេអំបៅតែមានគ្រប់មុខតែម្ដងបងប្អូនណាចាបងប្អូនចង់កំងបានណាវីលក់ចានៅខាងក្រោយសាកលវិទ្យាល័យក្រុងកោបងប្អូនណាចាមានគ្រប់មុខតែម្ដងចាកាហ្វេរសជាតិគឺឈ្ងុយឆ្ងាញ់ខ្លាំងតែម្ដងបងប្អូនណាវីអាប់ដេតណាបងប្អូនណាហើយណាវីមានលក់កាហ្វេគីឡូបងប្អូនចាគាត់ថាណាវីអត់សូវបានផ្សព្វផ្សាយដោយសារឯណាវីរវល់ធ្វើសាច់ជូនភ្ញៀវបងប្អូនគាត់ឲ្យតែគាត់ចង់ញ៉ាំអីគាត់កំងណាវីអញ្ចឹងសាច់គោនេះគឺសាច់គោស្រែណាវីកំងសាច់គោស្រែចាសាច់ជ្រូកដែលអ្នកភូមិគាត់កាប់លក់តិចតួចអញ្ចឹងទៅមួយក្បាលពីរក្បាលអញ្ចឹងទៅយើងកំងគាត់ណាបងប្អូនចាព្រោះណាវីញ៉ាំរបស់ចាប៉និតបច្ច័យបងប្អូនអើយព្រោះសំខាន់សុខភាពបងប្អូនណាចាតើសុខភាពត្រុតត្រោមអត់មានមកធ្វើម្ហូបអីឬក៏មកឡាយមកលក់អីចាជូនបងប្អូនបានទេចាតើសុខភាពយើងរឹងមាំបងប្អូនណាចឹងនេះចាប្រឡាក់ទៅប្រឡាក់មកបងប្អូនអើយចាប្រឡាក់អើយ4កធុនបងប្អូនណា2កធុននេះគឺ3គីឡូចឹង2កធុនទៀតណាវីប្រឡាក់ទុកជូនភ្ញៀវចាចែកដាច់ពីគ្នាបងប្អូនណាចានេះហើយប្រឡាក់ម្ទេសម្លែជាមួយខ្ទឹមសគឺរសជាតិឈ្ងុយthe bestរសជាតិគឺឆ្ងាញ់បងប្អូនយកជ្រលក់មួយទឹកតៅហ៊ូចានិងទឹកត្រីកកង់ក៏បានណាវីធ្វើទឹកមកមុខទៀតចាចាំចាញ់វីដេអូក្រោយបងប្អូនណាចាអញ្ចឹងណាវីជ្រលក់នេះគឺជ្រលក់ទឹកតៅហ៊ូចាយើងលាយជាមួយនឹង
ចង់ញ៉ាំទឹកត្រីកោះកុងក៏បានដែរព្រោះផ្ទះណាវីអត់ដាច់ទេបងប្អូនទឹកជ្រលក់មានទឹកជ្រលក់អើយគ្រប់មុខតែម្ដងមានទឹកកាពិមានទឹកប្រហុកទឹកសម្រាប់បុកល្ហុងព្រោះណាវីបើកហាងមិនបើកហាងក៏ណាវីធ្វើទុកក្នុងទូទឹកកកដែរបងប្អូនណាចាសំខាន់ហ្នឹងទឹកត្រីកោះកុងទឹកតៅហ៊ូមិនឲ្យដាច់ទេបងប្អូនចាហើយនឹងទឹកប្រហុកមានក្រងមានអីចឹងទៅយើងយកមកលីងដាក់ជាមួយញ៉ាំជាមួយទឹកប្រហុកជាមួយពោះគោអីគឺមានមួយសេតតែម្ដងបងប្អូនសាច់គោអាំងជាប់ខ្លាញ់គឺណាវីមានបងប្អូនណាចាមានទឹក BBQ មានទឹកម្រេចអីចឹងទៅមានមួយសេតតែម្ដងបងប្អូនណាចាកុំភ្លេចអាហារដ្ឋានចាស់ស្មិន168បងប្អូនចាឲ្យតែបងប្អូនកំងចាមិនថាម៉ាំមិនថាប្រហុកចិញ្ច្រាំគឺមានមួយសេតមានសាច់គោចាមានអាហារពើព្រឹកមានបាយសាច់ជ្រូកអីចឹងទៅបងប្អូនណាចាមានបាយឆាម្រះព្រៅបាយសាច់គោបាយងៀតគោបាយងៀតត្រីចឹងមានមួយសេតបងប្អូនណាចាអញ្ចឹងណាវីមានលក់គ្រប់មុខបងប្អូនកំងងៀតគោគឺណាវីមានបងប្អូនចាថ្មីប្រឡាក់ជូនស្រស់តែម្ដងថ្មីមកហាលភ្លាមហ្នឹងបងប្អូនណាចាអញ្ចឹងអ្វីក៏ដោយលក់ម្ហូបតើតែយើងកំងអត់អាចធ្វើទុកបានទេបងប្អូនអើយចាសេដ្ឋកិច្ចឥឡូវពិបាកណាស់យើងធ្វើទុកគឺសល់អញ្ចឹងយើងធ្វើដើរតាមដើម្បីដល់គាត់ចង់ញ៉ាំដល់គាត់កំងណាបងប្អូនណាចានេះអង្ក្រងលីងបងប្អូនចាមុននឹងញ៉ាំណាវាអត់ដាក់ស្រស់ទេបងប្អូនយើងលីងចាណាបងប្អូនចាហើយនេះទឹកជ្រលក់មួយបែបទៀតបងប្អូនណាវាធ្វើដាក់នេះទៅទឹកជ្រលក់នេះណាវីអត់ចេះហាទេណាវីធ្វើចេញពីចិត្តខ្លួនឯងមានស្លឹកក្រូចសើចមានគល់ក្រៃមានម្ទេសមានខ្ទឹមសខ្ទឹមក្រហមយើងកិនមិចចូលគ្នាទៅហើយមានជីវ៉ាន់ស៊ុយបងប្អូនណាចាអញ្ចឹងឆ្ងាញ់មែនតើទឹកជ្រលក់ហ្នឹងហើយយើងធ្វើទឹកតៅហ៊ូហ្នឹងគឺគាត់តាន់ដាក់ខ្ទឹមដាក់អីដាក់បន្តិចបានហើយបងប្អូនណាដាក់ម្ទេសក៏បន្តិចដែរយើងដាក់ក្នុងទូទៅដល់យើងយកមកដួសញ៉ាំចាំយើងលាយខ្ទឹមសនិងម្ទេសបន្ថែមចង់ហឹលហោះក៏បានចង់ហឹលមួយល្មមក៏បានដែរបងប្អូនណានេះទឹកត្រីកោះកុងខ្ញុំបងប្អូនឃើញល្អថ្ងៃមុននឹងដាក់ក្នុងទូបងប្អូនណាចិត្តអស់ទៀតហើយចាអញ្ចឹងយើងដួសយកមកលាយជាមួយនឹងទឹកត្រីកោះកុងមកទឹកតៅហ៊ូហ្នឹងបងប្អូនណាជាលក់ជាមួយសាច់គោអាំងត្រូវទាំងអស់បងប្អូនបកីអីចាអាំងអីចឹងយើងជាលក់មាននេះទៅខ្ជុះស៊ីតែម្ដងមានមឹកមានអីចឹងទៅបងប្អូនណានេះសាច់គោដល់ណាវីប្រឡាក់រួចរាល់បងប្អូនឃើញចូលជាតិគ្នាល្អដិតឆ្ងាញ់ចាយើងប្រឡាក់យកមកល្មមបងប្អូនកុំយកប្រាយព្រោះយើងមានទឹកជ្រលក់ហើយអញ្ចឹងណាវីធ្វើនេះចាធ្វើចាញ់ពីចិត្តចាញ់ពីបេះដូងបងប្អូនណាលក់ដោយក្តីស្រឡាញ់ចានេះឃើញសាច់គោយើងហាន់ស្ដាងចឹងមកបងប្អូនឃើញគ្រឿងចោលហើយណាវីមានតយ៉ងចេកហ្នឹងស្ដាយបងប្អូនហើយនៅខាងក្រោយអ្នកម្ដាយយកមកឲ្យដាំក្រោយផ្ទះតម្លាក់មកថ្មីយើងក៏ហាន់យកមកជាលក់ផ្ទាប់ជាមួយទៅចាតាមពិតសាច់គោតកួននេះគេដាក់តកួននេះតែណាវីលាយចាព្រោះអស់ផ្សិតអញ្ចឹងណាវីលាយបានតកួនហើយនឹងស្ពៃបោកគោចាហើយនឹងខ្ទឹមបារាំងដើម្បីបង្កើនរសជាតិឲ្យឈ្ងុយឆ្ងាញ់បងប្អូនយើងញ៉ាំតែតកួនសុទ្ធក៏អត់កើតដែរបងប្អូនណាអញ្ចឹងរសជាតិគឺឆ្ងាញ់ខ្លាំងហ្មងបងប្អូនអើយនេះឃើញទេចាទឹកជ្រលក់មាន 4-5 រសជាតិឥឡូវយើងចាប់ផ្ដើមចាដាក់ឆ្នាំងឲ្យក្តៅហើយយើងដាក់ប៊ឺបងប្អូនហើយយើងស្រូចខ្លាញ់បន្តិចមកដើម្បីធ្វើឲ្យសាច់យើងទន់ខ្ជុះស៊ីតែម្ដងបងប្អូនណាចានេះឃើញទេចាហើយមេឃកំពុងត្រជាក់ត្រជុំផងបងប្អូនអើយរលឹមស្រាច់អញ្ចឹងទៅយើងមកញ៉ាំចាសាច់គោតកួននេះគឺរសជាតិ the best special តែម្ដងបងប្អូននេះចាក់ចូលមកយើងចាក់ដាក់មកចំហៀងមកចាយើងដាក់បន្លែមកចំហៀងមកបងប្អូនណាចាអាំងជាមួយប៊ឺគឺរសជាតិឈ្ងុយឆ្ងាញ់តែម្ដងបងប្អូនហើយចាឈ្ងុយនឹងខ្ទឹមឈ្ងុយដែលយើងប្រឡាក់សាច់ជាមួយគ្រឿងនឹងជាតិតែម្ដងបងប្អូនហើយចាឲ្យតែញ៉ាំឆ្ងាញ់នឹកឃើញបងប្អូនអ្នកម្ដាយហើយបងប្អូនអើយចាគាត់ថាអ្នកម្ដាយគាត់នៅឆ្ងាយបងប្អូនអើយចានេះហើយយើងដាក់ឲ្យពុះចឹងមកយើងដាក់ខ្ទឹមបារាំងបងប្អូនឃើញទេណាវីប្រើខ្ទឹមបារាំងដើម្បីបង្កើនរសជាតិឲ្យឈ្ងុយតកួនហើយនឹងស្ពៃបោកគោចានេះណាវីចាប់ផ្ដើមដាក់ឯណាចានេះដាក់ចូលខ្ទះឲ្យក្តៅចានេះបងប្អូនចាណាវីចាប់ផ្ដើមដាក់តកួនដាក់ស្ពៃបោកគោចាដាក់ឲ្យក្តៅតែម្ដងបងប្អូនណានេះហើយចាំយើងដួសមកជ្រលក់ទឹកច្រឡុចមកឈៀលញ៉ាំជាមួយបាយញ៉ាំជាមួយបើចេះហូបចាក់ញ៉ាំជាមួយចាក់បើលោកប្តីនឹងខ្ញុំញ៉ាំជាមួយស្រារងដុល្លារចាបងប្អូនណាក្រេបមួយល្មមមកឆ្ងាញ់អត់យកស្រវឹងអត់យកអីទេបងប្អូនព្រោះ
รสជាតិស្រាតំពាំងបាយជូរចាជាក់ចឹងទៅយើងឈៀលទៅនឹងខ្ញុំអត់ចេះទេបងប្អូនអើយស្រាអីចាអត់ចេះតែម្ដងចាស្រាកូនខ្ចីប្តីត្រាំអីក៏អត់ចេះដែរបងប្អូននឹងយ៉ាងម៉េចមួយជាតិនេះអត់ចេះញ៉ាំស្រាទេបងប្អូនហើយចាតែលោកប្តីនេះខ្ញុំទិញទុកចាស្រារងដណាតំពាំងបាយជូរនោះឲ្យគាត់ក្រេបបន្តិចទៅបងប្អូនណាចាលក្ខណៈគ្រួសារបងប្អូនជួបជុំគ្មានអ្វីចាធំជាងគ្រួសារយើងទេបងប្អូនជួបជុំគ្រួសារសប្បាយកូនក៏ចិត្តដិតញ៉ាំជុំគ្នាសប្បាយចិត្តញ៉ាំបដាញញឹមបដាពិភាក្សាគ្នាបដាចឹងទៅបងប្អូនណាចាគឺក្តីសុខតែម្ដងបងប្អូនចានេះដាក់អាំងណាបងប្អូនណាចាញាត់ដៃញាត់ជើងចាយើងប្រែទៅប្រែមកចឹងមកចេះពីឈ្ងុយចាពី3ភូមិបងប្អូនឈ្ងុយខ្លាំងហ្មងចាឲ្យមើលសាច់ឲ្យឡើងតុនបងប្អូនណាវីអាំងចាដាក់សាច់ជ្រូកពាក់កណ្ដាសាច់3ជាន់និងសាច់គោច្រឡក់ពាក់កណ្ដាទៅយើងមកចូលគ្នាបងប្អូនណាចាញ៉ាខ្លាញ់សាច់ជ្រូក3ជាន់តិចមកគឺឈ្ងុយជាតិតែម្ដងសំសាច់គោស្រែទៀតបងប្អូនណាដាក់ចូលមាត់ទៅឡើងផុយចានេះឃើញទេបងប្អូនមើលតំណងណាចាធ្វើតែប៉ុណ្ណឹងញ៉ាំតែណាំអស់បងប្អូនហើយនេះហើយយើងញ៉ាំជាមួយបាយយើងស្រោចទឹកច្រឡុចមកជាតិសានជាតិតែម្ដងសំជាមួយបាយនឹងក៏រំដួលទៀតបងប្អូនក្តៅបាយកកក៏ឆ្ងាញ់បាយក្តៅក៏ឆ្ងាញ់បងប្អូនចានេះឃើញទេចាដាក់ចូលគ្នានេះពីកូននាងខ្ញុំអរគុណបេះដូងមេដៃអូយលោកប្តីឯងក៏ទសាថាប៉ិនរនឹកមុខម្ហូបណាចាប្រពន្ធគាត់ណាចានាងខ្ញុំរនឹកឃើញបងប្អូនពួកយើងអ្នកលក់ដូរយើងត្រូវអាប់ដេតមុខម្ហូបប្លែកថ្មីបានភ្ញៀវគាត់ចាគាត់មើលទៅមុខម្ហូបនេះថ្មីអញ្ចឹងឆ្ងាញ់អញ្ចឹងកំងចាគឺអត់ទាស់ចិត្តអត់ខកបំណងទេបងប្អូនកំងណាវីគឺចាលក់ដោយក្តីស្រឡាញ់បងប្អូនណាចាធ្វើលក្ខណៈគ្រួសារណាវីញ៉ាំស្អាតចាលក់ជូនភ្ញៀវក៏ញ៉ាំស្អាតដូចគ្នាចាអរគុណណាស់មួយអរគុណមែនតែនចាដែលទ្រាំទ្រណាវីកន្លងមកមិនថាលក់អនឡាញចាលក់បើកអាហារដ្ឋានចាស់ឆ្នាំ168ក៏បងប្អូនទ្រាំទ្រអញ្ចឹងណាចានេះអញ្ចឹងណាវីមិនតែប៉ុណ្ណេះទេជម្រាបលាអរគុណសុខសប្បាយតាមផ្លូវទាំងអស់គ្នាហ្វេនមួយ